សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនចំនួន3ពាក្យប៉ុន្តែខ្ញុំមានលក្ខខណ្ឌឲ្យអ្នកទាំងអស់គ្នាគឺខ្ញុំអត់រៀនតែម្នាក់ឯងទេហើយក៏អត់និយាយម្នាក់ឯងដែរគឺអ្នកទាំងអស់គ្នាត្រូវចូលរួមជាពិសេសថ្ងៃនេះយើងរៀនតែ3ពាក្យទេគឺតិចមែនទែនហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្ទាប់ពីមើលហើយបន្ទាប់ពីរៀនហើយអ្នកទាំងអស់គ្នាត្រូវសរសេរជាសរសេរនៅក្នុង comment បកប្រែជាខ្មែរសម្រាប់ពាក្យទាំង3នេះតើពាក្យមួយប្រែខ្មែរថាម៉េចខ្ញុំគ្រាន់តែប្រាប់ជាអង់គ្លេសហើយនឹងបញ្យល់អត្ថន័យរបស់វាតោះកុំឲ្យខាត់ពេលយូរចាប់ផ្ដើមទាំងអស់គ្នារូបភាពនេះអ្នកទាំងអស់គ្នាឃើញមានជើងហើយមានឧបករណ៍មួយដែលគេដាក់ជើងពីលើអញ្ចឹងអ្នកទាំងអស់គ្នាអាចទាយបានថាវាជាអ្វីអញ្ចឹងខ្ញុំបញ្យល់អត្ថន័យរបស់វាតោះយើងមើលទាំងអស់គ្នា unit 2 B សំឡេងអីអ្នកទាំងអស់គ្នាចាប់បានអត់ B សំឡេង b ខ្ញុំសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាបើយើងអត់ចេះសំឡេងទេក្នុងភាសាអង់គ្លេសគឺពិបាករៀនអត់ងាយចេះតែបើសិនជាយើងចេះសំឡេងរបស់វាពី A ដល់ Z A នឹងសំឡេងអី B នឹងសំឡេងអីយើងត្រូវតែងដូចមេលេខអញ្ចឹងឧទាហរណ៍យើង2ម្ដង2ដង4តែនេះ A A B B C D D អីចឹងឲ្យចាំណាតែមិនយើងស្រួលតោះ B B R R ចឹង B and R br ចឹង F F and R F br ចឹងយើងមើលរូបភាពទី1ទាំងអស់គ្នាកុំភ្លេចណា say comment ចឹងយើងមកអានពាក្យអង់គ្លេសទាំងអស់គ្នាតោះតើអីនេះ B គឺ B R R B and R br A break ប៉ុន្តែនៅពេលដែលខ្ញុំដាក់អក្សរ E ចូលវាអត់មានជា break ទៀតទេវានឹងដូរសំឡេងមូលហេតុគឺវាមានអក្សរ E នៅខាងក្រោយវាអញ្ចឹងសំឡេងរបស់វាគឺសំឡេងវែងរបស់អក្សរ A គឺអក្សរ X សំឡេង A នឹងឯងទាំងអស់គ្នាអញ្ចឹង B and R br A K break គេ break ប្រែថាអត់ដឹងតែដល់ថ្ងៃត្រូវទៅរូបប្រែភាសាខ្មែរវិញច្រឡំប្រាប់អើយអញ្ចឹង break នេះវាអាចប្រែជាថ្នាក់ពាក្យរបស់វាជានាមហើយនឹងកិរិយាសព្ទទាំងពីរណាអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាប្រែជានាមវាមានន័យថាជាឧបករណ៍មួយដែលអាចបញ្ឈប់វាបានឬក៏ប្រើវាដើម្បីបន្ថយល្បឿនឧទាហរណ៍តែយើងកំពុងតែបើកឡានទៅយើងឃើញសត្វអីនៅពីមុខយើងអញ្ចឹងយើងប្រើវាដើម្បីធ្វើឲ្យឡានរបស់យើងមានល្បឿនយឺតឬក៏ឈប់តែម្ដងប៉ុន្តែបើសិនជាវាប្រែជា verb គឺយើងនេះទៅមានអំពើលើ break នេះគឺបញ្ជាវាឲ្យឈប់អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅស៊ីបកប្រែជាខ្មែរឲ្យច្បាស់ឧទាហរណ៍ថា number 1 break អ្នកទាំងអស់គ្នាសេពាក្យ break តែមកដាក់មកប្រែថាគេមន់ទាអីទៅអូខេអញ្ចឹងយើងអានម្ដងទៀត b and r br a k break number 2យើងមើល this is the cat ឆ្មាប៉ុន្តែគេដាក់រូបពីរយើងអ្នកទាំងអស់គ្នាឃើញទេរូបមួយគឺឃើញតែខ្នងទេរូបមួយទៀតគឺឃើញមានភ្នែកមានច្រមុះមានអីអញ្ចឹងពាក្យដែលអ្នកទាំងអស់គ្នាត្រូវรู้គឺនេះអរិយសញ្ញាព្រួយម៉ូនេះតើវាមានន័យថាម៉េចអញ្ចឹងយើងមកមើលពាក្យទាំងអស់គ្នាតើពាក្យនេះអានថាម៉េចអូខេអានេះអក្សរ F សំឡេងវា F អញ្ចឹង R សំឡេង R F and R F O R F and R F R F ណា front ប៉ុន្តែនៅពេលដែលយើងដាក់ T ចូលវានឹងបញ្ចេញសំឡេង T អ្នកទាំងអស់គ្នាអញ្ចឹងយើងអានថា front គេអញ្ចឹងនេះយើងឃើញតែខ្នងពេលវា front គឺយើងឃើញភ្នែកឃើញច្រមុះឃើញមុខឃើញពោះវាអញ្ចឹងណាអញ្ចឹងតើពាក្យ front នេះមានន័យជាភាសាខ្មែរថាម៉េច
ពាក្យវាជានាមអ្នកទាំងអស់គ្នាចាស់យើងអានម្ដងទៀត first and first on front 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 វាច្បាស់ជាអ្នកទាំងគ្នា front អត់ front ទេ front front អូខេយើងមើល number 3 number 3នេះយើងឃើញនេះជាកូនរុក្ខជាតិមួយហើយយើងឃើញមានសសរនៅលើវាមែនអត់អាសសរនេះគឺជាទឹកអូខេពេលព្រឹកខ្ញុំប្រាប់អ្នកទាំងអស់គ្នាថានៅពេលដែលយើងក្រោកពីព្រឹកព្រលឹមណាជាពិសេសនៅខេវសាយើងក្រោកមកយើងដើរលើស្មៅអីទៅវាមិនមានទឹកសើមមែនអត់វាសឹមជើងយើងហើយជាពិសេសមួយទៀតនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំងនៅលើកញ្ចក់របស់យើងនឹងឃើញមានស្អាប់អីហ្នឹងនឹងឯងគឺនេះអញ្ចឹងយើងអានទាំងអស់គ្នា f f or r f and r fr fra frost 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 តែយើងដាក់ t មកទៅជា frost 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 ដាក់ពាក្យវាជានាមអញ្ចឹងដូចខ្ញុំបានប្រាប់អញ្ចឹងហើយអ្នកទាំងអស់គ្នាខ្ញុំវារួចហើយនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំងយើងនឹងឃើញវានៅលើលឈើនៅលើស្មៅនៅលើកញ្ចក់របស់យើងបាទយើងនឹងអានទាំង3ពាក្យនេះសាថ្មីតទៅទៀតអ្នកទាំងអស់គ្នាត្រូវទៅសេ comment 3ពាក្យហើយទៅសេ comment ជាភាសាខ្មែរដាក់មក number 1 បើរើប្រើ break break អញ្ចឹងពេលថាអីគេតាមអ្នកទាំងអស់គ្នាកាត់សេចក្តីដែលខ្ញុំពយល់ខ្ញុំអត់ខលតែអ្នកទាំងអស់គ្នាទៅបានរបៀបណាទេអាចទៅ search តាម dictionary ទៅមើលតាម Google Translate អីក៏បានដែរ But and refer on the front on the move ច្រឡំបន្តមួយ front មិនដូចខ្មែរទេណា But and refer on the front នេះ front គឺយើងឃើញមានភ្នែកឃើញអីអញ្ចឹងតែបើនេះគឺ back ហ្នឹងអត់ឃើញមានភ្នែកទេឃើញតែខ្នងតោះ for and refer on the frost ហ្នឹងដូចបញ្យល់ហើយអញ្ចឹងគឺចាប់ត្រឹមនេះឯងមេរៀនរបស់យើងហើយខ្ញុំសង្ឃឹមជឿជាក់ថាអ្នកទាំងអស់គ្នានឹងជួយខ្ញុំក្នុងការស្វែងរកពាក្យភាសាខ្មែរហើយខ្ញុំនឹងអានរាល់ comment អ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយជម្រាបលា